ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកធ្វើបុកសាច់គោសណ្តែកគួរឲ្យមានរសជាតិឆ្ងាញ់ចា៎ចំពោះរបៀបធ្វើគឺងាយស្រួលធ្វើមែនទែនបងប្អូនចំណែករសជាតិនេះគឺថាឆ្ងាញ់អែមតែម្ដងវាមានរសជាតិជូរហឹរដិតឆ្ងាញ់តែម្ដងចា៎អញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាចា៎ដំបូងគឺនេះខ្ញុំមានសាច់គោចំនួន3ខាំរួចហើយនេះខ្ញុំប្រឡាក់គ្រឿងដោយដាក់ម្សៅស៊ុបមាន់ក៏បានរ៉ូឌីក៏បានតែនេះខ្ញុំដាក់នេះគឺរ៉ូឌីបងប្អូនម្សៅស៊ុបរ៉ូឌីហ្នឹងចំនួន2ស្លាបព្រាកាហ្វេគឺប្រឡាក់ដើម្បីឲ្យសាច់គោហ្នឹងវាមានរសជាតិដែរបងប្អូនបាច់ច្បល់ឲ្យវាចូលជាតិទៅនឹងខ្ញុំបន្ថែមម្រេចម៉ត់បន្តិចទៀតដើម្បីឲ្យសាច់គោហ្នឹងវាមានក្លិនឈ្ងុយពេលយើងយកទៅចៀនណាបងប្អូនពីព្រោះខ្ញុំអត់បានអាំងទេនឹងខ្ញុំយកទៅចៀនហើយខ្ញុំផ្អាប់ទុករយៈពេល15នាទីចាក់គ្រប់រយៈពេល15នាទីហើយនាងខ្ញុំចាប់ផ្ដើមយកប៊ឺដាក់ចូលនៅក្នុងខ្ទះមកប៊ឺនេះគឺប្រភេទប៊ឺម៉ាការ៉ីនណាបងប្អូនយកវាមកលាបលើខ្ទះឲ្យរលាយសិនមកហើយយើងបើកភ្លើងហ្គាសហ្នឹងឲ្យក្តៅបងប្អូនព្រោះយើងប្រើភ្លើងខ្លាំងបានសាច់គោវាអត់ស្វិតទេនេះខ្ញុំចាប់ផ្ដើមដាក់សាច់គោចូលរួចហើយនេះខ្ញុំទុកឲ្យសាច់គោហ្នឹងវារឹងក្រៀមម្ខាងសិនណាហើយនេះខ្ញុំអត់ឲ្យវាឆ្អិន 100%ទេគឺខ្ញុំឲ្យឆ្អិនត្រឹមតែ 70% ទេបងប្អូនឲ្យវានៅរាងមានពណ៌ក្រហមខាងក្នុងណាចាឃើញតែខាងក្រៅវារឹងក្រៀមតែខាងក្នុងវាអត់តាន់ឆ្អិនទេបងប្អូនចឹងសាច់គោរបស់យើងហ្នឹងគឺអត់ស្វិតទេខ្ញុំមកត្រៀមបន្លែផ្សេងទៀតមានសណ្តែកគួរយកវាមកហាន់ប្រវែង2ថ្នាំងដៃមកហើយម្ទេសដែលនេះខ្ញុំដាក់បុកសាច់គោនេះខ្ញុំអត់ចូលចិត្តហឹរទេបងប្អូនអញ្ចឹងនេះខ្ញុំយកម្ទេសម៉ាឡេចំនួន3គ្រាប់យកមកលាយជាមួយម្ទេសដៃនាងហ្នឹង3 4គ្រាប់ទៅតាមចំណង់ចំណូលចិត្តដែរក៏មានខ្ទឹមសផងដែរណែពេញប៉ោះវិញនេះខ្ញុំយកពេញប៉ោះ cherry ទូចៗហ្នឹងទៅឆ្ងាញ់ណាចំណែកក្រូចឆ្មានេះខ្ញុំដាក់ចំនួន1ផ្លែដែរឥឡូវសាច់គោឃើញថាត្រជាក់ហើយនេះខ្ញុំយកមកហាន់ជាបន្ទះស្ដើងទៅតឹងសាច់បងប្អូនទៅសាច់គោនឹងវាអត់ស្វិតពេលដែលយើងហាន់ហ្នឹងគឺត្រូវចេះហាន់ឲ្យវាទៅតឹងសាច់អញ្ចឹងមកស្ដើងអញ្ចឹងមកហាន់រួចហើយនេះខ្ញុំចាប់ដើមបុកតែម្ដងនេះខ្ញុំម្ទេសហើយនឹងខ្ទឹមហើយក៏បានដាក់ប៊ីចេងមកចុងស្លាបព្រាបាយហើយនឹងស្ករអំពៅហ្នឹង1ស្លាបព្រាបាយដាក់ហើយអញ្ចឹងទៅដើម្បីកុំឲ្យពេលដែលបុកខ្ទឹមសហើយនឹងម្ទេសហ្នឹងវាខ្ទាតទេបងប្អូនចាំបន្ទាប់ពីបុកបានបាយប៉ុណ្ណឹងហើយនេះខ្ញុំបន្ថែមនៅប្រហុកអាំងប្រហុកនេះគឺនេះខ្ញុំយកទៅច្រាមសិនបានអាំងបងប្អូនចំនួន1ស្លាបព្រាបាយកំប៉ុងហើយបងប្អូនសូមកុំតន់ថែមរសជាតិប្រៃផ្សេងដូចជាទឹកត្រីអីសោះព្រោះប្រហុកយើងវាមានរសជាតិប្រៃណាចឹងខ្ញុំបន្តដាក់សណ្តែកគួរចូលមកបុកឲ្យសណ្តែកគួរហ្នឹងវាបាយសិនរួចហើយនេះខ្ញុំដាក់សណ្តែកដីលីងចាយើងដាក់តាមចំណង់ចំណូលចិត្តហើយខ្ញុំបុកសណ្តែកដីលីងហ្នឹងឲ្យវាបាយសិនដើម្បីឲ្យសាច់គោហ្នឹងគឺវាខ្ទិះបងប្អូនកាលណាដាក់សណ្តែកដីទៅវារៀងខ្ទិះឆ្ងាញ់អញ្ចឹងណាហើយនេះខ្ញុំដាក់ក្រូចឆ្មាចំពោះម្ជូរបងប្អូននេះខ្ញុំដាក់ពីរមុខមានក្រូចឆ្មាហើយនិងទឹកអំពិលទុំបើយើងដាក់ក្រូចឆ្មាតែមួយមុខគឺវាធ្វើឲ្យជូរអត់សូវឆ្ងាញ់អញ្ចឹងនេះខ្ញុំបន្ថែមទឹកអំពិលទុំដែលនេះខ្ញុំបានធ្វើទុកសម្រាប់ប្រើប្រាស់ក្នុងការធ្វើម្ហូបហ្នឹងចំនួន2ស្លាបព្រាបាយទៀតហើយគោច្បល់បន្តិចនេះខ្ញុំបន្ថែមពេញប៉ោះរួចដាក់សាច់គោចូលតែម្ដងហើយតែប៉ុណ្ណឹងគឺបុកច្បល់ឲ្យវាចូលជាតិទៅហើយជាចុងក្រោយនេះខ្ញុំដាក់ជីស្ករត្រីជីរណាចូលចាហើយកោច្បល់មកតែប៉ុណ្ណឹងគឺរួចរាល់បងប្អូនរសជាតិគឺធ្វើឲ្យមានរសជាតិជូរហឹរបងប្អូនហើយរៀងចេញប្រៃព្រោះបុកសាច់គោនេះមិនត្រូវយករសជាតិផ្អែមទេអញ្ចឹងវាអត់ឆ្ងាញ់ហើយនេះខ្ញុំយកមកកូរជាមួយលក់បន្លែស្រស់ផ្សេងគឺថាឆ្ងាញ់មែនទែនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់តែត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page និង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា